ទំនប់ដូនត្រីជាអាងស្តុកទឹកដ៏ធំមួយទៀតក្នុងចំណោមអាងស្តុកទឹកជាច្រើននៅខេត្តបាត់ដំបងពោរពេញដោយសក្តានុពលកសិកម្មអាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាបានចំនួន 33,000 ហិកតានិងរដូវប្រាំងចំនួន 4,500 ហិកតាគ្របដណ្ដប់លើឃុំចំនួន 11 នៃស្រុកមោងឫស្សីនិងស្រុករុក្ខគិរីខេត្តបាត់ដំបងនិងស្រុកបាកានខេត្តពោធិ៍សាត់ព្រមទាំងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាតនិងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោមតាមរយៈបណ្ដាញសង្គម Facebook របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថាទំនប់ដូនត្រីបានសម្រេចការសាងសង់ 100% ក្រោយពីការចាប់ផ្ដើមបើកការដ្ឋានកាលពីឆ្នាំ 2018 ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទី1ទំនប់ស្នូលដីថ្មបំពេញដែលមានខ្នងលើទទឹង 8 ម៉ែត្រកម្ពស់ 60 ម៉ែត្រពីគ្រឹះនិងមានប្រវែងសរុប 654 ម៉ែត្រដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន 133 លានម៉ែត្រគូបទី2សំណង់បង្ហៀដែលមានប្រវែងសរុប 414 ម៉ែត្រនិងសមត្ថភាពដោះទឹកបាន 850 ម៉ែត្រគូបក្នុង1វិនាទីទី3រោងក្រោមដីបង្វែរទឹកដែលមានអង្កត់ផ្ចិត 4 ម៉ែត្រនិងប្រវែង 462 ម៉ែត្រនិងទី4សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ដែលមានវិមាន 8 ម៉ែត្រទទឹងគុណ 24 ម៉ែត្រប្រវែងគុណ 49 ម៉ែត្រកម្ពស់បំពាក់ទ្វារសម្រាប់ប្រតិបត្តិការចំនួន 4ដែលទ្វារនីមួយៗមានទំហំ 2 ក្រសញ្ញា 2 ម៉ែត្រគុណ 2 ក្រសញ្ញា 2 ម៉ែត្ររាជរដ្ឋាភិបាលបានបន្តផ្ដល់អាទិភាពនិងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹងនិងពង្រីកប្រព័ន្ធធារាសាស្ត្រពិសេសបង្កើតអាងស្តុកទឹកដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើដល់វិស័យកសិកម្មនិងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរទឹកជាអាទិភាពក្នុងចំណោមអាទិភាពទាំង5នៃយុទ្ធសាស្ត្រចតុកោណហើយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្មតាមរយៈក្រសួងធនធានទឹកនិងឧតុនិយមជាប្រតិបត្តិការ